កើតមកជាស្រីនឹងគេដែរប៉ុន្តែពេលខ្លះអត់យល់ពីខ្លួនឯងសោះហ្មងណាម្ដងស្រឡាញ់ពណ៌ម្ដងស្រឡាញ់ខ្មៅនិយាយទៅដេករហូតទៅនុកទៅអស់លុយហ្មងណាអាសំខាន់ណាបងអូនសក់ខ្ញុំវាដុសលឿនខ្លាំងទៀតណាកាត់សក់សេះមួយថ្ងៃនោះឯណាឥឡូវវែងឡើងមកច្អល់ដៃហួសទៀតវែងលឿនហើយសក់ក្រាស់ពីគល់សក់ដល់ចុងសក់មកជុំឯណាងុំកូនសក់បន្តបច្ចេកគ្នាដុសមួយញ៉ៃទៀតធីមយើងថ្ងៃនេះអ្នកណាទីត្រូវថាបងមកតៃមកដូរពណ៌សក់ដាក់ពណ៌អីអ្នកណាទីត្រូវបងមកតៃឲ្យសាប៊ូកក់សក់មកតៃ full set មកឈុតមកខំអីក៏អត់ចង់ថាដាក់ពណ៌សក់អីដែរបងប្អូនដោយសារអីសក់យើងតែធ្លាប់លេងពណ៌ធ្លាប់លាងហើយតែទុកតែមួយផ្លែតគឺវាចេញពណ៌មកទៀតហើយតែចេញពណ៌សក់ខ្ញុំអត់មានបាយចុងឯណាប៉ុន្តែពេលថតទៅឃើញដូចបាយចុងចឹងនិយាយត្រង់ទៅសក់ពណ៌គឺពិបាកថតរូបហ្មងឈរខុសកន្លែងខុសពលឺអីឃើញសក់បាយស្ញុយហ្មងដូចសក់បាយចុងយ៉ាងទាំងដែលសក់ខ្ញុំអត់មានបាយចុងចឹងហើយភាកច្រើនទាំងខ្ញុំទាំងគេឲ្យតែលក់សាប៊ូកក់សក់ភាកច្រើនគឺម្ចាស់ brand លាបតែខ្មៅទេស្រួលថតរូប VC កាមេរ៉ាតែពេលខ្មៅហើយចាវាចង់ពណ៌ហើយវាចង់ខ្មៅឥឡូវថ្ងៃនេះចេញពណ៌រៀងឆ្លកបន្តិចឥឡូវសម្រាប់ចិត្តមកដាក់ពណ៌ទៀតសំខាន់ណាលាបពណ៌ម្ដងបងអូនមកពណ៌ខ្មៅអត់អីណាតែបើពណ៌វិញអង្គុយរាប់អត់មកអង្គុយចុករយចកេះអើយតែរៀងសមហ្មងដល់តែចាស់ទៅរៀងភ្លេចច្រើនបន្តិចមកលាបពណ៌សក់ភ្លេចដាក់សាប៊ូកក់សក់មកចេះសំណាងកន្លែងលាបពណ៌សក់ហ្នឹងគេមានលក់សាប៊ូកក់សក់មកតៃហើយម្ចាស់ហាងហ្នឹងចិត្តបានទៀតចាគឺ unboxing ថ្មីក៏ឲ្យបងមកតៃហ្មងហើយពីខ្ញុំទៅខ្ញុំឆ្លាញ់ឈុតសាប៊ូកក់សក់មកតៃត្រង់ថាចេះកំហាប់សាច់សាប៊ូហ្នឹងគឺថាល្អហ្មងចំណេញមែនតើដាក់តែតិចពពុះស្កុលហ្មងហើយបើនិយាយពីគុណភាពកម្រិតនៃការលាងជំរះស្បែកក្បាលពីពពួកក្អែលមេរោគទលីដីអង្គែព្រេងអីគឺបានស្អាតកម្រិតគឺលេខ1ហ្មងកក់ហើយធានាថាស្បែកក្បាលយើងឡើងស្រឡះហើយនិយាយទៅគឺ relax ហ្មងថ្ងៃនេះគឺថាម្ចាស់ហាង unboxing មួយ set ហ្មងទាំងកក់ទាំងអប់ឲ្យខ្ញុំហ្មងនេះចិត្តបានណាស់កក់ហើយកុំភ្លេចដាក់ម៉ាអបសក់មកតៃគឺល្អហ្មងព្រោះវាមានវីតាមីនប្រូតេអ៊ីនដល់ 97% ក្នុងការជួយទៅស្ដារ repair សរសៃសក់ដែលខូចឆេះសំពងដាច់បែកចុះដែលជាហេតុធ្វើឲ្យសរសៃសក់យើងខ្សោយអត់មានលទ្ធភាពលូតបានវែងអាហ្នឹងហើយគឺជាដើមជោមយើងទាំងអស់គ្នាទុកសក់អត់បានវែងអានេះជួយបំបុកវីតាមីនចូលសរសៃសក់បានជ្រៅខ្ញុំមិនដឹងមិនទេមុខខ្ញុំលាបពណ៌គឺរើសមែនតើពណ៌សក់ភាកច្រើនគឺថាដាក់មិនស្រួលឃើញមុខចាស់ហ្មងយើងលាបពណ៌សក់ហើយឬក៏កក់សក់ហើយអីកុំភ្លេចណា step ចុងក្រោយគឺទឹកថ្នាំប្រុសសក់មកតៃ5តូននេះអានេះគឺថាលេខ1ហ្មងក្នុងការទៅប្រុសកូនសក់យើងឡើងវិញរាប់ពាន់រាប់ម៉ឺនសរសៃជួយសក់យើងដុសក្រាស់ដុសញុកកក់អប់ហើយបាញ់ទឹកថ្នាំប្រុសសក់ឲ្យជាប់ជាប្រចាំតាមមួយរយៈឲ្យខូចសក់យើងដុសឡើងណែនក្បាលមកអ្នកខ្លះវិញមានបញ្ហាសក់ជ្រូឡើងស្ដើងឡើងឆក់ឡើងតប៉ែអ្នកខ្លះសក់ឆេះឡើងដល់គល់ហើយចង់ឲ្យសក់ឈប់ឆេះឈប់ខូចឲ្យដុសលឿនណាក៏ប៉ុន្តែម៉ែឲ្យ3 4ថ្ងៃមិនកក់សក់ម្ដងធ្វើដូចបងមកតៃមើលអាហ្នឹងមិនគេហៅអ្នកស្រឡាញ់សក់វែងសក់ក្រាស់បងមកតៃកក់សក់សឹងរាល់ថ្ងៃយ៉ាងហោចក៏មួយថ្ងៃម្លងមួយថ្ងៃដែរហើយសាប៊ូកក់សក់ណាបងមកតៃអត់ដឹងទេសាប៊ូកក់សក់មកតៃមួយមានរូបមន្តខ្លាំងហ្មងឲ្យតែប្រើទៀងទាត់សក់ដុសក្រាស់ដុសលឿនឲ្យបាត់ជ្រូបាត់ខូចហ្មងហើយ finally និយាយពីតាមណែលាបហើយណាចាគឺថាមកដាក់ខ្មៅទៀតហើយចាដោយសារតែពណ៌ទៅវាឃើញសក់ស្គួយឃើញសក់យើងរៀបដូចសក់ខ្ញុំនោះក្រាវក្រាស់ខ្លាំងហ្មងបងប្អូនដល់ពេលយើងលេងចេញពណ៌តិចទៅឃើញសក់យើងដូចស្ដើងដូចខូចដូចឆេះចឹងតែតើតអ្នកធ្លាប់ជួបសក់ខ្ញុំនៅក្រៅបណ្ដឹងថាសក់ខ្ញុំក្រាស់ហើយទៅសៃសក់ឡើងល្អខ្លាំងពីគល់សក់ដល់ចុងសក់ហ្មងចឹងពីបងទៅប្រើឈុតសាប៊ូកក់សក់មកតៃប្រើជាប់ជាប្រចាំតាមការណែនាំកាន់តែប្រើសក់កាន់តែស្អាតកាន់តែប្រើសក់កាន់តែក្រាស់ខ្មុកបើខ្ញុំក្មេងដូចគេខ្ញុំអត់និយាយខ្ញុំអាយុច្រើនហើយកូនច្រើនទៀតតែសក់ខ្ញុំអាយុ18 20សុំចាញ់ហ្មងសក់ក្រាស់ហើយវែងខ្លាំងហ្មងអានេះសុំនិយាយត្រង់ហ្មងខ្ញុំរើសាប៊ូកក់សក់ត្រូវហើយខ្ញុំថែសុខភាពពីក្នុងមកទៀតអញ្ចឹងការលូតលាស់នៃសក់យើងគឺថាក្មេងសុំចាញ់ហើយតិចថាលាបពណ៌សក់លេងពណ៌សក់ឲ្យសក់បងមកតៃហឹងឆ្កេឆ្កើតអីទៅសក់និយាយថាជាងក៏ទៅសើឡើងទុនដូចសូត្រអញ្ចឹងខ្ញុំសុំធានាចំហ្មងរឿងឈុតសាប៊ូកក់សក់មកតៃមួយសម្រាប់អ្នករើសសាប៊ូខ្លាំងប៉ុណ្ណាក៏ដោយឲ្យតែហ៊ានបើកចិត្តមកសាក់ប្រើឈុតសាប៊ូកក់សក់មកតៃកក់ធំតែលើកទី1គឺធានាថាជាប់ចិត្ត